ពោះតែបាប់ចិត្តជាប្រសង់ទេលោកយាយលោកតានឹងឯងតែដែលមានការលះអាល័យលះវត្តសង្សារលះសេចក្តីជាប់ជំពាក់លះសេចក្តីស្នេហាក្នុងចិត្តនឹងឯងប្រព្រឹត្តទៅដោយវិវេកធម៌មានសញ្ញាមួយដែលឈ្មោះថាសัพពលោកេអនិភិរតសញ្ញាសម្គាល់ថាលោកនឹងមិនគួរឲ្យត្រេកអរទេប៉ុន្តែការអស់ទៅនៃតណ្ហានឹងឯងជាទីត្រេកអរតណ្ហកយៈរតោហោតិសម្មាសម្ពុទ្ធសាវកោសាវករបស់ព្រះសម្មាសម្ពុទ្ធនឹងត្រេកអរចំពោះការអស់ទៅនៃតណ្ហាគឺព្រះនិព្វានហើយពិចារណាមើលទៅក្នុងសភាពនៃចិត្តដែលលះបង់នេះគឺមានសេចក្តីស្ងប់ស្ងៀមប៉ុណ្ណាសំបីមិននិយាយស្ដីមិនចរចាប៉ុន្តែចិត្តជាសុខញញឹមភ្លឺស្វាងស្រស់បំព្រងមិនស្វិតមិនសពូនទេហ្នឹងឯងដូចជាផ្កាដែលបានស្រោចស្រពប្រោះព្រំទៅដោយជាតិទឹកសើមអញ្ចឹងទៅណានឹងឯងស្រស់ល្អនឹងសភាពនៃចិត្តហ្នឹងគឺថាស្រស់បំព្រងមិនក្តៅមិនស្វិតមិនសពូនអីទៅទេនឹងឯងតែក៏មិនចាំបាច់និយាយស្ដីលោឡាលេងសើចតពិសតពះអីចឹងទៅទេចឹងក៏ណាដោយសភាពនៃសេចក្តីស្ងប់ហើយក៏មិនចេះតែបានខ្លួនឯងក្រន់បន្តិចទៅចាប់ទោសគេនិយាយច្រើនណាស់គេលិបឡប់ណាស់គេមិនដឹងអីទេអីចឹងបានកម្មសិល5ហ្នឹងគេអត់សិលអីចឹងទៅខ្លួនឯងហ្នឹងវាក្រន់បើបានសិល8ទៅហ្នឹងអ្នកឯងហ្នឹងមិនកើតទេអត់សមាទានបោសុតអីគឺវាអត់មានអាការលើខ្លួនឯងអញ្ចឹងទេអានឹងវាជារឿងស្វិតសពូនជាការក្រៀមក្រោះនៃចិត្តទៅវិញទេភាពនៃការដែលសម្គាល់ខ្លួនឯងក្រន់បើហ្នឹងមើលផងណាកុំឲ្យបានក្រន់បើអីបន្តិចហ្នឹងគឺថាចាប់ទោសកំហុសអ្នករតីដែលខ្លួនឯងវាធ្លាប់តែអញ្ចឹងបណ្ណាបណ្ណៃមកនេះក្រន់ថ្ងៃហ្នឹងពេលហ្នឹងបានក្រន់បន្តិចហ្នឹងធ្វើឯងក្រន់មែនទែនហ្នឹងឯងក្រន់ដោយគុណធម៌មានអីនេះវាក្រន់ដោយមាននេះហ្នឹងឯងក្រន់ដោយការលើកតម្កើងខ្លួនអីចង់ស្ដីចង់ថាអីគេហ្នឹងវាមិនកើតចេះអញ្ចោះមិនពូកែអីចឹងអីហ្នឹងអាហ្នឹងឯងដែលចេះតែនាំឲ្យសភាពផ្លូវចិត្តនឹងឯងវាប្រេះឆានៅអាមេត្តាចិត្តនេះនឹងឯងចឹងរឿងដែលយើងរស់នៅជាមួយគ្នាហ្នឹងគឺត្រូវតែចេះថែរក្សាចិត្តគ្នាហើយនៅក្នុងខ្លឹមសារត្រង់ដែលថាការដែលយើងចេះទទួលនៅអ្វីដែលកំពុងមានកំពុងប្រកបហ្នឹងកុំឲ្យសម្គាល់ថាយើងសន្តោសហើយតែឮសំឡេងអីតោះចិត្តមិនបានហើយយើងគិតសន្តោសទៅអីហ្នឹងយ៉ាងไรសន្តោសក្នុងបច្ច័យ4ខ្ញុំល្មមខ្ញុំគ្រប់គ្រាន់ហើយចូលសំឡេងដែលប្រកបនឹងជាហ្នឹងយើងតោះចិត្តបានដីថាយើងមិនសន្តោសហើយរូបដែលប៉ះនឹងភ្នែកហ្នឹងណាដែលយើងមិនសន្តោសវាតោះហើយហ្នឹងឯងក្នុងចិត្តហ្នឹងវាថ្នាក់វារអួលហ្នឹងបានដីថាយើងមិនសន្តោសហើយយើងវាគិតតែខ្លួនយើងហ្នឹងមិនសមទទួលរូបហ្នឹងសម្លេងហ្នឹងក្លិនរសហ្នឹងដោយសារថាអ្នកដតីនឹងឯងបានប្រព្រឹត្តធ្វើនៅអំពើមិនគួរសមដូចថាគេក្លិនស្អុយអីមកលើអីចឹងឧទាហរណ៍រឿងក្លិនចឹងទៅក្លិនមាត់ឬក៏ក្លិនអីចឹងទៅហ្នឹងឯងហើយថ្នាក់អាហ្នឹងគឺបានដូចថាមិនសន្តោសហើយហ្នឹងឯង
រូបសម្លេងក្លិនរសផតពៈធម្មអារម្មណ៍ហ្នឹងជាអារម្មណ៍ដែលយើងត្រូវសន្តោសហ្នឹងគឺបានដីថាតាក់ទួងនឹងវិបាករបស់កម្មបើយើងមិនដឹងវិបាករបស់កម្មវាកើតទៅជាការបន្ទោសអញ្ចឹងទៅយើងអប់រំចិត្តបានដឹងថាវិបាករបស់កម្មហើយក៏ទទួលមកសិក្សាអប់រំចិត្តតែយើងទៅចូលសាលាឯណាបើមិនចូលសាលាលោក6ហ្នឹងទេយើងគិតថាយើងអ្នករៀនធัวព្រះអង្គហ្នឹងទៅរៀនឯណាហ្នឹងឯងអញ្ចឹងប៉ុណ្ណឹងចុះចាំបន្តទៅវត្តរានសីទាំងសូមអនុមោទនារតនតយសៈខ្ញុំបកណាសូមនមស្ការថ្វាយបង្គំទាំងជំបីនៃបត្រៃរតន៍ដែលជារតនៈដ៏ដងឧត្តមប្រសើរពងពោះលើសលោកទាំងអ្នកមត្ថរតនតយសៈដោយសេចក្តីជ្រះថ្លានមស្ការថ្វាយបង្គំកណាគុណចាស់ព្រះសង្ឃគ្រប់ព្រះអង្គទាំងជាបដិគិអកៈប្រមាណជា500ព្រះអង្គដែលនឹងត្រូវនិមន្តបិណ្ឌបាតក្នុងឱកាសពេលវេលាព្រឹកនឹងចឹងប៉ុន្តែបន្តបញ្ចប់ពធទេសនាទៅចឹង561ព្រះអង្គចឹងណាដឹកនាំដោយគុណចាស់ព្រះអង្គគ្រូចៅអធិការវត្តពរាណសីសិរីមង្គលណាព្រះវិខអន្ត្រិយសង្វរោច័ន្ទវិសាលទាំងក្នុងពិធីបុណ្យលើកផ្ទាំងព្រះពុទ្ធរូបព្រះអង្គធំនៅពុទ្ធគយាហើយនឹងវេដីថ្វាយសង្ឃ4ហិត្តាកន្លះពុទ្ធិពិសេសចម្រើនវិជនរួមជាមួយនឹងរាប់បាតប្រសង់នេះឯងចឹងប៉ុន្តែគុណចាស់អង្គព្រះបញ្ញាបច្ចុតោប៉ុន្តែដែលមានកិច្ចការងារជាទីពេញប្រតិប៉ុន្តែនឹងទីត្រេកអរនៃពុទ្ធបរិស័ទញាតិញោមប្រុសស្រីលោកគ្រូសាវបណ្ណាចារ្យសោមសុភាពក៏បានអញ្ជើញមកក្នុងកម្មវិធីនេះនាំសូត្រធម៌អារតនីពធទេសនានឹងលោកខ្ញុំទេអាយដាមអ្នកបញ្ញាមន្ត្រីរាជការអាជ្ញាធរដែនដីទាំងអស់ក្នុងថ្ងៃអាទិត្យថ្ងៃនេះគណៈដែលចំនឹងថ្ងៃបកតិបោសុត800ខែចែកទាំងគណៈមួយលើពុទ្ធបរិស័ទទាំងអស់ជាបឋមប្រធានក្នុងវិធីបុណ្យទាំងបាសកបាសិកាហ្នឹងដែលដល់បរតនត្រ័យក្រៃលែងទាំងក្នុងការទំនុកបំរុងវិច័យ4កុដិសាលាព្រះវិហាររបងខ្លោងទ្វារទីដីវត្តទាំងអស់និងសន្តិសុខនគរបាលជាតិគណៈបានជើញមកដើម្បីបានរៀបចំដាប់ថ្នប់របៀបរៀបរយហើយនឹងសន្តិសុខសុវត្ថិភាពគណៈដល់ពុទ្ធបរិស័ទក្នុងពិធីបុណ្យនឹងព្រឹកនឹងបានម៉ោងល្មម9ចា៎គណៈដោយបញ្ញាបញ្ញាប់បនញោមគុណចាស់ព្រះអង្គបញ្ញានន្តោសង្ឃកំសាននៅក្បែរនឹងដែរបានរូតរះតាំងពីម៉ោង7តាន់កន្លះហើយក៏ម៉ោងដូច8កន្លះអីហ្នឹង8:25បញ្ចប់ធ្វើដំណើរមកមុំណាកម្មវិធីប្រកេនគុណចាស់ដូចថាម៉ោង9កន្លះអីចឹងដែរប៉ុន្តែក្នុងសម្បត្តិដាក់ម៉ោង9ហ្នឹងត្រូវហ្មងចឹងណាបាន
នៅគួរបាលនាំផ្លូវចូលអីមករៀបចំចរាចរណ៍ពុទ្ធបរិស័ទច្រើនកកតែងតែហូហែមកអញ្ចឹងដោយសារពិធីបុណ្យហ្នឹងមិនមែនដាក់ឈ្មោះថាលើកទង់អញ្ចឹងទៅមិនសូវឃើញទង់អីច្រើនដូចមុនតម្រូវទៅតាមពិធីបុណ្យដែលលើកទង់ពុទ្ធសាសនាហ្នឹងអញ្ចឹងហូហែតាំងតែពីវងមូលស្វាយតួមកអីដីជាង10គីឡូមិនតិចទេសងខាងផ្លូវទង់ហ្នឹងរាប់ពាន់ហើយរៀបចំទុកដាក់ណាទាំងទង់ហ្នឹងត្រូវមានឃ្លាំងមួយធំទុកណាហ្នឹងឯងហើយពេលយើងចូលឆ្នាំនេះឬក៏សំខាន់វិសាខបូជាចឹងណាបានលំអទៅដោយទង់ហ្នឹងនាំមកនៅសេចក្តីរីករាយ